តែបងប្អូនទាំងអស់គ្នាមកធ្វើជក់ទឹកសក់រសជាតិជូរអែមជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនធ្វើមួយមុខនេះបងប្អូនធានាថាស្រួយឆ្ងាញ់ហើយយើងញ៉ាំជាមួយបាយតេក៏បានឬក៏យើងផ្ទាប់ជាមួយនឹងសូឡូក៏បានដែរលាយឡំគ្នាអញ្ចឹងទៅបានពី3មុខឆ្ងាញ់ណាបងប្អូនជូរអែមហឹលឆ្ងាញ់មែនតែនចាបងប្អូននេះគឺខ្ញុំមានទឹកសក់4គីឡូបងប្អូនសក់ស្រូវនេះទិញមកយើងលាងឲ្យស្អាតកាត់ក្បាលកាត់អីទៅឲ្យកាត់កង់បងប្អូនចង់កាត់ជាចំណិតវែងបដ ாய்ក៏បានកាត់តឹងក៏បានកាត់របៀបមិនក៏បានតាមចិត្តយើងស្រឡាញ់ហើយទឹកសក់នេះដែរគឺមានតាមរដូវខ្លះនោះគឺថាអត់សូវសវោថ្លៃមែនតែនបងប្អូនដល់ពេលខែនេះតម្លៃរៀងគួរសមអាចទទួលយកបានហើយខ្ញុំធ្វើលក់ផងធ្វើហូបផងហើយលក់ធូរថ្លៃជាងគេមែនតើបងប្អូនលក់ត្រឹមតែមួយកែវដូចតែខ្ញុំបង្ហាញមុខវីដេអូដំបូងមិញអញ្ចឹងមួយកែវតែ 5,000 ទេបងប្អូនបានឡើងច្រើនឡើងណែនចំណុះវាគឺ1គីឡូចាបន្ទាប់ពីកាត់កង់រួចរាល់អស់ហើយហ្នឹងគឺខ្ញុំមកចាប់ផ្ដើមកូរស្ករត្នោតបងប្អូនប្រើស្ករសក៏បានតាមចំណង់ចំណូលចិត្តរបស់បងប្អូនទេគឺខ្ញុំកូរស្ករត្នោតអញ្ចេះដោយសារតែស្ករត្នោតមានក្លិនឈ្ងុយបងប្អូនចាស្ករធម្មជាតិពេលអញ្ចឹងខ្ញុំក៏កូរវាតែម្ដងទៅកូរឲ្យឡើងជើងក្រងពណ៌ក្រហមទៅបើបងប្អូនអត់ចង់ឲ្យទឹកវាពណ៌ក្រហមទេបងប្អូនកូរមកជុំធម្មតាអីបានហើយមកប៉ុណ្នេះអីក៏បានដែរបងប្អូនណាចាបន្ទាប់ពីកូរវាឲ្យឡើងក្លិនឈ្ងុយអញ្ចឹងហើយគឺយើងចាប់ផ្ដើមដាក់ទឹកចូលតែម្ដងទឹកនេះយើងដាក់តាមបរិមាណប៉ាន់ស្មានតាមទឹកសក់យើងមិញហ្នឹងណាចាដាក់ទឹកហើយនោះគឺយើងកូរវាឲ្យរៀងរលាយស្ករតិចទៅកុំឲ្យវាក្រាំងបាតហើយយើងក៏ចាប់ផ្ដើមបន្ថែមជាមួយនឹងអំបិលចាប៊ីចេងទឹកត្រីតែ3មុខនឹងទេបងប្អូនទាំងអស់គ្នាចាហើយយើងចាប់ផ្ដើមកូរហើយឲ្យវាពុះទៅបងប្អូនអាចភ្លក់មើលបានមករសជាតិប៉ុណ្ណាបងប្អូនចង់ឲ្យជ្រក់ទឹកសក់យើងរសជាតិបែបម៉េចគឺយើងបន្ថែមតាមនឹងទៅបើសិនជាបងប្អូនចង់ឲ្យទុកបានយូរបន្ថែមឲ្យរៀងប្រៃបន្តិចតែបើបងប្អូនថាចង់ឲ្យសាបតិចឆាប់ជូរបងប្អូនដាក់មកល្មមឲ្យបានហើយដាក់ស្ករយ៉ាងខែលតិចទៅវាជូរលឿនហើយបងប្អូនចាកូរប៉ុណ្ណេះហើយខ្ញុំទុកឲ្យវាពុះចាពុះហើយគឺយើងពលុតភ្លើងចាក់ទឹកសក់នេះចូលភ្លាមតែម្ដងបងប្អូនធ្វើបែបនេះណាធ្វើទឹកសក់យើងស្រួយហើយប្រែពណ៌លឿនហើយស្អាតទៀតបងប្អូនចូលជាតិឆ្ងាញ់ហើយយើងក៏ចាប់ផ្ដើមសកត់វាទៅឲ្យវាលិចទឹកឲ្យវាបានក្តៅទាំងអស់គ្នាទាំងទឹកសក់ទាំងអស់ហ្នឹងណាចាហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំមានខ្ទឹមនេះបងប្អូនចិត្តចំណិតមិនក៏បានដែរបកសវរហើយមានម្ទេសយើងដាក់ចូលនៅក្នុងហ្នឹងដែរមកចាជ្រក់វាបញ្ចូលគ្នាទាំងអស់តែម្ដងបងប្អូនមើលទឹកសក់ខ្ញុំឆាប់ផែពណ៌មែនតែនចាទៅតែបាន1ម៉ោងណាផែពណ៌ឡើងរៀងលឿងតិចហើយចាហើយក៏វាចូលរសជាតិតិចដែរណាបងប្អូនបើទុកមកយប់ស្អែកឡើងគឺថាចូលជាតិល្មមឆ្ងាញ់តែម្ដងចាអានេះមើលបងប្អូនព្រលឹមឡើងហ្នឹងណានេះប្រែពណ៌ឡើងស្អាតហើយចូលជាតិឡើងឆ្ងាញ់តែអត់តាន់ជូរទេយើងបើសិនជាបងប្អូនចង់ជូរដាក់ក្រៅទូទឹកកកទៅតែមួយថ្ងៃជូរតែបើសិនជាបងប្អូនចង់ឲ្យឆាប់ជូរទេបងប្អូនទុកទូទឹកកកទៅបាន